Chẳng mong bỏ nhưng mà tam đang từngគ្នាជាមួយនឹងអ្នកដែលគាត់បានទទួលសេវាកម្មប្រឹក្សារបស់ខ្ញុំណាគាត់បានផ្ញើសារ feedback មកកាន់ខ្ញុំចឹងសប្តាហ៍មុនបងប្អូនបានលើហើយអ្នកដែលគាត់មានដៃគូគាត់បានចុះពាក្យគាត់បានរាយការណ៍ហើយគាត់ផ្ញើលិខិតមកបញ្ជាក់ឲ្យក្រុមហ៊ុនខ្ញុំថាគាត់ពិតជាបានដៃគូហើយចាគាត់ខ្ញុំអត់បើកមុខគាត់ខ្ញុំអត់ប្រាប់គាត់ឈ្មោះអីនៅខេត្តណាទេហើយម្ចាស់ខ្លួនគាត់នឹង public ដៃគូគាត់រូបថតរបស់គាត់នឹងនៅតាម social media ហើយដោយសារតែហ្នឹងគឺជាខ្លះដែលគាត់ត្រូវធ្វើជាមួយឯកសារបើគាត់អត់យកគាត់ផុសតាម social media ឬក៏គាត់អត់ public ទេពេលគាត់រៀបចំឯកសារស្ថានទូតមិនថាស្ថានទូតអាមេរិកឬស្ថានទូតប្រទេសផ្សេងគេនឹងតាមដានឯកសារគាត់ហើយឆ្ងល់គាត់មានប្តីមានអីមិនដាក់ហ៊ានផុសអញ្ចឹងដោយសារឥឡូវគេតាមដាន social media ច្រើនណាអញ្ចឹងមកស្ដាប់អតិថិជនរបស់ខ្ញុំម្នាក់ទៀត2នាក់ទៀតដែលពួកគាត់កំពុងតែបន្តតំណែងជាមួយនឹងដៃគូរបស់គាត់ហើយអាគេតំណែងពងបន្តហ្នឹងអាគេសួរមកគ្នាតាំងពីខាងស្លាតាំងពីអីតាំងពីការថ្ងៃ10ជួមកហ្នឹងណាបងប្អូនអាហ្នឹងជារឿងដែលពិបាកប្រចាំពិបាកធ្វើការសម្រាប់ចិត្តណាហើយសួរថាខ្ញុំធ្វើអីលើខ្លះខ្ញុំធ្វើអីខ្លះលើសេវាកម្មហ្នឹងប្រឹក្សាផ្ដល់ចំណុចឲ្យគាត់ត្រង់ហ្នឹងព្រោះបើផ្ដល់ឲ្យគាត់ដាច់គ្នាគាត់អាចនឹងដាច់គ្នាបើបាក់ទឹកចិត្តគាត់នឹងបែកគ្នាគាត់នឹងអស់សង្ឃឹមបើលើកទឹកចិត្តគាត់នឹងសារលើកទឹកចិត្តគាត់តែប្រហែលគ្នានោះទេគាត់ប្រាប់ខ្ញុំមកគាត់ផ្ញើសារមកបងដៃគូរបស់ខ្ញុំកំពុងតែមានបញ្ហាហាក់បីដូចជាមិនទៅមុខទៀតទេបងមើលទៅស្មុគស្មាញរឿងហ្នឹងនិយាយទៅខ្ញុំព្យាយាមដែរប៉ុន្តែមិនអាចទៅមុខរួចចឹងមួយចុកពីរចឹងណាសាររបស់ខ្ញុំទៅប្រវយមួយឆ្អាមទៅប្រាប់គាត់ថាអូខេចាបងទទួលបានបន្ទាប់មកថ្ងៃបន្ទាប់គាត់ថាគាត់ដៃគូរបស់គាត់ណាកំពុងតែបញ្ចប់ការងារគាត់បញ្ញាមកជួបខ្ញុំហើយបងក្នុងពីមុនគាត់គិតថានៅក្នុងខែ7ខែ8អីទេប៉ុន្តែឥឡូវនេះគាត់ប្រាប់ថាចាប់អត់បានទៀតទេបងប្អូនមូលហេតុអីសាក់ទាញមើល